យើងរស់នៅក្នុងពិភពលោកដែលមិនដែលស្ងប់ស្ងាត់ជុំវិញខ្លួនយើងពោពេញដោយសំឡេងឡានសំឡេងម៉ូតូសំឡេងមនុស្សនិងសំឡេងជូនដំណឹងពីទូរស័ព្ទដែលមិនចេះឈប់ឈរយើងរវល់តែស្ដាប់សំឡេងពិភពខាងក្រៅរហូតដល់យើងបាត់បង់សមត្ថភាពក្នុងការស្ដាប់សំឡេងបេះដូងខ្លួនឯងមនុស្សជាច្រើនខ្លាចភាពស្ងប់ស្ងាត់ព្រោះនៅពេលដែលនៅម្នាក់ឯងគេត្រូវប្រឈមមុខនឹងគំនិតនិងអារម្មណ៍ពិតរបស់ខ្លួនប៉ុន្តែតើអ្នកដឹងទេថាក្នុងភាពស្ងប់ស្ងាត់នោះហើយដែលជាកន្លែងដែលយើងអាចរកឃើញកម្លាំងពិតប្រាកដចូលរៀនបែងចែករវាងភាពឯកានិងភាពស្ងប់ស្ងាត់ភាពឯកាគឺជាអារម្មណ៍ដែលថាគ្មាននរណានៅក្បែរប៉ុន្តែភាពស្ងប់ស្ងាត់គឺជាការជ្រើសរើសនៅជាមួយខ្លួនឯងដើម្បីផ្ដល់ថាមពលឲ្យវិញ្ញាណវាមិនមែនជាការរត់គេចពីពិភពលោកនោះទេតែវាគឺជាការត្រឡប់មកផ្ទះដែលជាផ្ទះនៃដួងចិត្តរបស់អ្នកក្នុងភាពស្ងប់ស្ងាត់អ្នកមិនចាំបាច់សម្ដែងធ្វើជាអ្នកណាឡើយអ្នកអាចដកដង្ហើមវែងពិចារណាពីអ្វីដែលបានកើតឡើងនិងរៀបចំគម្រោងសម្រាប់ថ្ងៃស្អែកដោយភាពច្បាស់លាស់ភាពស្ងប់ស្ងាត់គឺជាឱសថដ៏ល្អបំផុតសម្រាប់ចិត្តដែលហត់នឿយអ្នកមិនចាំបាច់ទៅដល់កន្លែងឆ្ងាយដើម្បីរកភាពស្ងប់ស្ងាត់នោះទេវាអាចជាពេលវេលា10នាទីមុនពេលចូលគេងឬការដើរម្នាក់ឯងនៅពេលព្រឹកព្រលឹមចូលរៀនបិទសំឡេងរំខានពីខាងក្រៅដើម្បីបើកសំឡេងប្រាជ្ញាពីខាងក្នុងនៅពេលដែលអ្នកមានសន្តិភាពក្នុងខ្លួនឯងទោះបីជាពិភពលោកខាងក្រៅមានភាពចលាចលយ៉ាងណាក៏ដោយក៏អ្នកនៅតែអាចរក្សាលំនឹងនិងភាពរឹងមាំបានជានិច្ចសន្តិភាពផ្លូវចិត្តគឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលគ្មាននរណាម្នាក់អាចលួចយកពីអ្នកបានឡើយកំណត់ហេតុថ្ងៃនេះចង់សួរអ្នកថាតើថ្ងៃនេះអ្នកបានផ្ដល់ពេលវេលាឲ្យបេះដូងរបស់អ្នកបានសម្រាកហើយឬនៅចូលស្វែងរកភាពស្ងប់ស្ងាត់ក្នុងពិភពដ៏អ៊ូអរនេះគឺជាកំណត់ហេតុកាស្លាសូមឲ្យអ្នករកឃើញសន្តិភាពដែលស្ថិតនៅក្នុងខ្លួនអ្នកជានិច្ច